ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺមានត្រីចម្រុះជាតិសាសន៍មកកាច្រែងទៀតហើយមានត្រីខ្មាន់ត្រីចកែងត្រីរ៉ស់ត្រីអីជាដើមហ្នឹងយើងអាចបានធ្វើសម្លទេត្រីហ្នឹងគឺយើងធ្វើឲ្យស្អាតហើយយើងប្រឡាក់ទុកចៀនហើយនឹងប្រឡាក់ដាក់ហាលត្រីដែលយើងត្រូវធ្វើម្ហូបថ្ងៃហ្នឹងគឺត្រីប្រានេះគឺបងប្អូនប្រុសនាងខ្ញុំបងសំណាញ់បានជាមួយពូត្រីទន្លេត្រីទាំងអស់ហ្នឹងគឺសុទ្ធតែជាត្រីទន្លេឥឡូវចាប់វាយកមកវាលោតហ្នឹងប៊ីនឹងរួចតើបងប្អូននាងខ្ញុំមិនចង់សម្លាប់វាទេប៉ុន្តែធ្វើមិនឥឡូវចុះឡើងចូលក្នុងកញ្ច្រែងកង់អស់ម្ហូបដែលយើងត្រូវធ្វើថ្ងៃហ្នឹងគឺសម្លម្ជូរខ្ទិះត្រីប្រារងចាំបន្លែស្រស់គេអត់មានលក់ទេអញ្ចឹងឥឡូវហ្នឹងមកមើលបន្លែដែលនៅសល់ក្រៀមនឹងក្នុងបាត់ជៀលនឹងមើលកាញ់លោថាមានគ្រឿងដែលយើងអាចស្លបានណាអញ្ចឹងយើងរកមើលគ្រឿងបុកមានគល់ក្រៃមានដេងមានល្មៀតមានម្ទេសក្រៀមហើយបន្លែគឺមានតឡាចហើយនឹងម្នាស់អូខេហើយបន្លែប៉ុន្តែខ្វះមួយមុខទៀតគឺស្លឹកក្រូចនឹកឃើញថាម៉ាក់មានដើមស្លឹកក្រូចនៅខាងមុខផ្ទះមួយដើមអញ្ចឹងរត់រុយមកបេះយកទៅមកដាំស្លឹកក្រូចថ្មីហើយឡើងឈ្ងុយនេះខ្ញុំជួយចិត្តដាក់ស្លឹកក្រូចច្រើនឲ្យទៅសម្លណាប្រើស្លឹកក្រូចគឺជួយចិត្តប្រើច្រើនឥឡូវគ្រឿងបុកហើយនឹងបន្លែរបស់យើងគ្រាន់ហើយគឺយើងយកវាទៅចិតហើយលាងសម្អាតនឹងទឹកឲ្យស្អាតបន្ទាប់ពីយើងចិត្តតឡាចិត្តម្នាស់ចិត្តយកភ្នែកអីវាអស់ហើយគឺយើងដាក់ចូលនៅក្នុងកធុនតែមួយជាមួយនឹងគ្រឿងស្លឹកគ្រៃអីហ្នឹងទៅហើយយើងលាងទឹកវាឲ្យស្អាតលាងវាពី3ទឹកអញ្ចឹងទៅដើម្បីឲ្យវាកាន់តែជ្រះអាចជាតិចូលតឡាហើយនឹងស្លឹកគ្រៃក្រូចអីហ្នឹងបន្ទាប់ពីលាងបន្លែស្អាតហើយគឺយើងទុកវាមួយឡែកសិនយើងមកមើលដូងយើងវិញម្ដងដូងនេះគឺបងថ្លៃផ្ញើពីខេត្តបាត់ដំបងមកអញ្ចឹងយើងរើសយកតូចមកល្មមយកមកដល់គឺយើងឆ្កឹះយកសកៃអីវានឹងអស់ហើយយើងលុំវាឲ្យលងស្អាតទៅហើយយើងពុះវាគិតថាវានឹងមានទឹកដូងខំយកចានអីនឹងយកមកត្រងទឹកដូងមានណាដល់ពេលពុះចេញមកទឹកដូងមកកប៉ាច់ដូងនេះតូចតែមួយទេប៉ុន្តែសាច់ឡើងក្រាស់ហើយក្លិនឡើងឈ្ងុយតែទឹកដូងញ៉ាំអត់កើតទេវាខាស់ពេកទៅវាទៅជាជូរអញ្ចឹងយើងពុះវាហើយគឺយើងលាងដូងនឹងឲ្យស្អាតបន្ទាប់មកគឺយើងចាប់ផ្ដើមធ្វើគ្រឿងយើងបន្តទៀតស្លឹកគ្រៃស្លឹកក្រូចរំដេងល្មៀតគឺយើងហាន់ដាក់ចូលក្នុងត្បាល់ទៅទុកបុកវាបន្ទាប់ពីយើងហាន់គ្រឿងដាក់ចូលក្នុងត្បាល់ហើយគឺយើងចាប់ផ្ដើមចិតបន្លែយើងវិញម្ដងម្នោះគឺនាងខ្ញុំចិតយកស្នូលចេញហើយកាត់ដុំបែបហ្នឹងតែតឡាចពេលចិតវាហ្នឹងគឺភ្លេចចុចវីដេអូម្ទេសក្រៀមហ្នឹងគឺចិញ្ច្រាំឲ្យម៉ត់ហើយម្ទេសគ្រាប់ហ្នឹងគឺយើងហាន់វាបែបហ្នឹងទៅបើសិនបងប្អូនគិតថាហិលមិនបាច់ដាក់ក៏បានដែរហើយប្រហុកហ្នឹងក៏យើងចិញ្ច្រាំវាឲ្យម៉ត់ដែរដោយសារតែវាមានឆ្អឹងឥឡូវហ្នឹងគឺយើងចាប់ផ្ដើមកោសដូងវិញម្ដងអំឡុងពេលដែលនាងខ្ញុំកោសដូងហ្នឹងគឺនាងខ្ញុំឲ្យប្អូនស្រីហ្នឹងគឺជួយបុកគ្រឿងបដានៅពេលដែលនាងខ្ញុំកោសដូងហើយគ្រឿងនោះក៏ម៉ត់ដែរនៅពេលដែលគ្រឿងនឹងម៉ត់ហើយគឺយើងចាប់ផ្ដើមដាក់ខ្ទឹមសហ្នឹងបុកចូលបន្ថែមទៀតរហូតដល់វាសព្វជាមួយនឹងគ្រឿងម៉ត់ល្អនៅពេលដែលវាម៉ត់ហើយគឺយើងដួសវាដាក់ចានទុកម្លែកទៅហើយបន្ទាប់មកទៀតគឺយើងទៅពូតដូងហ្នឹងគឺយើងពូតយកខ្ទិះដើមបន្តិចបានហើយទុកលីងប្រហុកលីងគ្រឿងឲ្យឡើងឈ្ងុយហើយសល់ប៉ុន្មានគឺយើងពូតធ្វើខ្ទិះចុងហើយពូតហ្នឹងគឺនាងខ្ញុំប្រើទឹកស្អាតអត់ប្រើទឹកស្ទឹងទេខ្ទិះដូងហើយតោះយើងទៅធ្វើម្ហូបអញ្ចឹងគ្រឿងសម្លម្ជូរខ្ទិះត្រីប្រាគឺមានទឹកស្អាតខ្ទិះចុងខ្ទិះដើមគ្រឿងបុកប្រហុកហើយនឹងម្ទេសក្រៀមមានម្ជូរមានត្រីប្រាបន្លែគឺមានម្នាស់ហើយនឹងតឡាញជាដំបូងគឺយើងបើកភ្លើងដាក់ឆ្នាំងនឹងឲ្យក្តៅបន្តិចទៅចាំយើងចាក់ខ្ទិះដើមចូលកូរវាតតែវាឡើងឈ្ងុយ
បន្ទាប់ពីខ្ទិះដូងឈ្ងុយហើយគឺយើងចាប់ផ្ដើមដាក់ម្ទេសឆ្អើរចិញ្ច្រាំនឹងចូលទៅលីងវាទាល់តែវាឡើងក្រហមល្អយើងឆាម្ទេសនឹងរាងក្រហមហើយចាំយើងដាក់ប្រហុកចូលហើយលីងប្រហុកនឹងទាល់តែឡើងឈ្ងុយដូចគ្នាដើម្បីកុំឲ្យវាឆ្អាបធុំប្រហុកអញ្ចឹងណាបន្តមកទៀតគឺយើងចាក់គ្រឿងបុកនឹងចូលទៅហើយលីងគ្រឿងនឹងទាល់តែឡើងឈ្ងុយតែម្លងពេលលីងនឹងគឺមានអារម្មណ៍ថាចង់ខ្លោចបាតនាងខ្ញុំដាក់ខ្ទិះចុងចូលបន្តិចដើម្បីការពារកុំឲ្យខ្លោចអញ្ចឹងនៅពេលដែលយើងលីងគ្រឿងនឹងឈ្ងុយហើយយើងដាក់ត្រីប្រាចូលហើយយើងចាក់ត្រីប្រាកុំកូរឬក៏ច្បល់វាខ្លាំងពេកកែងលោវាបាយសាច់ត្រីច្បល់ត្រីប្រាសពជាមួយគ្រឿងហើយចាំយើងចាក់ខ្ទិះចុងនឹងចូលទៅប៉ុន្តែកុំចាក់ដល់បាតក្រោមវាមានអាកាសខ្មៅណាតែទឹកស្ទើរនឹងខ្ញុំដាក់ទឹកស្អាតថែមចូលបន្តិចទៀតចាក់ទឹកមកល្មមហើយគឺយើងគ្របគម្របឆ្នាំងទុកឲ្យវាពុះម្លងពេលដែលយើងទុកសម្លឲ្យពុះនឹងគឺយើងជ្រុំម្ជូរនឹងបដាទៅដើម្បីពេលសម្លយើងពុះគឺយើងមានទឹកម្ជូរដាក់ចូលនៅពេលដែលសម្លពុះហើយគឺយើងចាប់ផ្ដើមបង់អំបិលប៊ីចេងស្ករចូលមួយមុខបន្តិចទៅហើយម្លងពេលហ្នឹងក៏នាងខ្ញុំដាក់ទឹកត្រីចូលបន្តិចដែរប៉ុន្តែបានថននៅពេលដែលយើងដាក់គ្រឿងហើយគឺយើងដាក់បន្លែចូលបន្ទាប់ពីយើងដាក់បន្លែហើយគឺយើងច្បល់វាបន្តិចទៅប៉ុន្តែត្រីហ្នឹងចង់ផុយទៅហើយដោយសារតែត្រីប្រាវាផុយទៅទុកយូរពេកគឺអត់បានហ្មងយើងដាក់ទឹកម្ជូរមកល្មមជូរទៅហើយយើងគ្របទុកមកពុះទៀតឥឡូវហ្នឹងគឺថាសម្លយើងបានពុះហើយយើងអាចភ្លក់មើលទៅមកល្មមប្រៃសាបផ្អែមជូរអីតាមចំណង់ចំណូលចិត្តហើយយើងបញ្ញាប់បិទភ្លើងឆ្អិនហើយសម្លម្ជូរខ្ទិះត្រីប្រាតោះបងប្អូនញ៉ាំបាយអរគុណសម្រាប់ការចំណាយពេលទស្សនាវីដេអូនេះជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ